សួស្តីម្ដងទៀតយើងនឹងបន្តទៅរក J1 បូក J2 ព្រោះអាមុនគឺយើងអាចរក J1 បានហើយឥឡូវយើងមករក J1 បូក J2 តើហើយយើងគណនាយ៉ាងម៉េចអូខេតោះយើងបន្តទៀត J1 បូក J2 របស់យើងគឺ J1 បូកជាមួយនឹង J2 គឺស្មើជាមួយនឹងយើងដាក់ integral ទាំងពីរមក J1 យើងអត់ដាក់ចម្លើយណាគ្នាយើងហ៊ានតែដាក់ចម្លើយរកលេងឃើញហើយអញ្ចឹងអ្វីដែលយើងដាក់គឺដាក់អាប្រធានដើមណែគឺយើងដាក់មកគឺពី0ទៅ1នៃ x dx នៅលើអីគេនៅលើ1បូកជាមួយនឹង x ការ៉េទៅអាហ្នឹង J1 ដល់ពេល J2 របស់យើងគឺ integral ពី0ទៅ1ដែរប៉ុន្តែ x គីបនៅលើអីគេ1បូកជាមួយនឹង x ការ៉េ dx យើងគណនាវាដោយយើងចម្បាច់ integral នឹងចូលគ្នាយើងដាក់ integral តែមួយគឺពី0ទៅ1បាទហើយបន្តមកទៀតយើងឃើញថាភាគបែងរបស់យើងយ៉ាងម៉េចភាគបែងរបស់យើងដូចគ្នាគឺយើងដាក់1បូកជាមួយនឹង x ការ៉េហើយអាលើគឺ x នឹងយកមកបូកជាមួយនឹង x ស្វ័យគុណ3 dx នឹងដាក់តែ1ទៅបានហើយយើងបញ្ចូល integral គ្នាបានយើងអាចគណនាចេញគ្នាយើងគូបញ្ជាក់ម្ដងទៀតបើសិនជាយើងយក J1 ដែលជាចម្លើយយកមកដាក់ធ្វើចេញទេបាទអញ្ចឹងយើងត្រូវយកអា J1 ដើមយកមកធ្វើបូកបញ្ចូលគ្នាទៅអាពីរហ្នឹងអានេះ J1 អានេះ J2 បូកបញ្ចូលគ្នាមកអញ្ចឹងបន្តទៅទៀតគឺ integral ពី0ទៅ1យើងដាក់ដដែលអានេះយើងទាញ x ជាកតានៅសល់អីគេកន្លែងនេះសល់1បូកជាមួយនឹង x ការ៉េហើយអាក្រោមនេះគឺ1បូកជាមួយនឹង x ការ៉េដាក់ដដែល dx ដាក់មកវិញបន្តទៅទៀតគឺយើងអាចសម្រួលចេះ1បូក x ការ៉េលើ1បូក x ការ៉េអស់អញ្ចឹង integral របស់យើងគឺនៅសល់តែ integral ពី0ទៅ1នៃ x ទេហើយ integral ពី0ទៅ1នៃ x រកយ៉ាងម៉េច integral ពី0ទៅ1នៃ x យើង integral សិន integral x ស្មើជាមួយនឹង x ការ៉េលើ2ដែលកំណត់ពី0ទៅ1យកលេខ1មកជំនួសចូលចេញ1លើ2យកលេខ0ទៅជំនួសចូល0មកទៅនេះចម្លើយរបស់យើងគឺជាចម្លើយនៃផលបូករវាងអីគេ J1 បូក J2 ប៉ុន្តែបន្តទៅទៀតគេឲ្យយើងទាញរក J2 ដើម្បីទាញរក J2 យើងទៅសេមក J1 បូកជាមួយនឹង J2 វាស្មើប្រមាណនេះស្មើ1លើ2នេះដាក់1លើ2មកយើងអាចរក J2 បាន J2 គ្រាន់តែយក J1 បោះម្នេះមកចេញ1លើ2ដល់ឲ្យ J1 ហើយ J1 យើងស្មើប្រមាណ J1 ដាក់1លើ2ដល់ឲ្យ J1 យើងនោះគឺលិន2លើប៉ុន្មានលិន2លើ2ចម្លើយចុងក្រោយរបស់យើងគឺ1ដកឲ្យលិន2នៅលើ2បាទនេះគឺជាចម្លើយនៃ J2 របស់យើងដើម្បីរក J2 គឺយើងគ្រាន់តែយក J1 មកជំនួសចូលកន្លែងហ្នឹងហើយបោះម្នេះមកយើងអាចរក J2 បានហើយអញ្ចឹង integral នេះយើងទាមទារឲ្យគ្នាយើងយល់ទី1គឺត្រូវចេះគណនា J1 បន្តទៅទៀតត្រូវចេះបញ្ចូលអាពីរហ្នឹង J1 ហើយ J2 មានគោលដូចគ្នាពី0ទៅ1ពី0ទៅ1ដូចគ្នាអញ្ចឹងយើងអាចបញ្ចូលគ្នាបានតាមលក្ខណៈនៃផលបូក integral នៅពេលនោះគឺយើងអាចសម្រួលហើយយើងអាចរក J2 បានហើយអូខេអរគុណហើយលោកគ្រូនឹងកើត web online សម្រាប់សិក្សាលើវិញ្ញាសាសម្រាប់ត្រៀមបាក់ឌុបនៅខែពាក់កណ្ដាលខែ5គ្នាយើងអាចចុះឈ្មោះពីឥឡូវទៅក៏បានដែរអរគុណគ្នាយើង